មានបង្កាន់ដៃស្របច្បាប់អស់ហើយអតីតកងទ័ពរយៈជនម្នាក់ដែលតស៊ូប្រយុទ្ធជាមួយចៅសៀមបានចោទថាមន្ត្រីមួយចំនួនខុបខិតជាប្រព័ន្ធលួចធ្វើបានឲ្យម្ចាស់ដីអ្នកដទៃពេលគាត់មិននៅជាប់លាប់ព្រោះមានកាតព្វកិច្ចជាតិដីរបស់នាងខ្ញុំធ្វើកងទ័ពតាំងពីឆ្នាំ1979គាត់ប្រយុទ្ធការពារទឹកដីការពារជាតិប្រយុទ្ធជាមួយសៀមឆ្លៀនពៀនតាំងពីឆ្នាំ2008មកខ្ញុំបានមកក្រសួងរៀបចំដែនដីថ្ងៃនេះគឺមកតវ៉ានឹងលិខិតរបស់ក្រសួងនេះជាការភ័ន្តច្រឡំធ្ងន់ធ្ងរណាស់អំពីអង្គហេតុព្រោះដីរបស់ខ្ញុំមិនទាន់បានដោះស្រាយគោលនយោបាយរឿងអីខ្ញុំទៅធ្វើរបងនៅលើដីដែលគេដោះស្រាយគោលនយោបាយរួចទៅហើយនោះខ្ញុំធ្វើរបងលើដីរបស់ខ្ញុំតែប៉ុណ្ណោះអតីតកងទ័ពរយៈជនម្នាក់ធ្វើដំណើររាប់រយគីឡូដីដើម្បីមកដល់ភ្នំពេញនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025ឧត្តមសេនីយ៍ចូលនិវត្តន៍និងភរិយាបានមកដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដីនៅក្នុងលិខិតក្រសួងរៀបចំដែនដីខាងលើក៏បានអះអាងថាបច្ចុប្បន្នដីឡូលេខ507និង576របស់ជាចន្ទថាក្នុងក្បាលដីលេខ211 685និង832ដូច្នេះការអះអាងនេះគឺផ្ទុយអំពីការអះអាងតាមលិខិតរបស់អាជ្ញាធរជាតិអប្សរាអាជ្ញាធរជាតិអប្សរាបានអះអាងថាដីឡូលេខ507និង571គឺក្បាលដីមិនទាន់ដោះស្រាយគោលនយោបាយដែលបច្ចុប្បន្នគឺជាក្បាលដីលេខ211និង215ដូច្នេះខ្ញុំសូមសួរថាតើលិខិតមួយណាពិតមួយណាខ្លែងនៅថ្ងៃតែមួយលោកទាំងពីរធ្វើដំណើរបន្តទៅក្រសួងយុត្តិធម៌ដើម្បីតវ៉ារឿងដីធ្លីនៅក្រុងសៀមរាបខេត្តសៀមរាបខ្ញុំមកក្រសួងយុត្តិធម៌ថ្ងៃនេះដើម្បីស្នើឯកឧត្តមកើតរិទ្ធសូមជួយអន្តរាគមន៍ទៅសាលាដំបងខេត្តសៀមរាបពន្យានីតិវិធីចុះអនុវត្តតាមសាលដីកាសភាស៊ើបសួរលេខ29កចុះថ្ងៃទី3មីនាឆ្នាំ2022របស់សាលាឧទ្ធរបាត់ដំបងសូមរំលឹកថាក្នុងអំឡុងឆ្នាំ1994រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានគោលនយោបាយដល់នាយទាហានរងនៃយុទ្ធភូមិភាគទី4ដែលមានទីតាំងខាងកើតកងវរៈសេនាតូចកំភ្លើងធំលេខ12អតីតបរិយសន្តាគារអង្គរសៀមរាបហើយអាជ្ញាធរទីរួមខេត្តសៀមរាបបានបែងចែកជាឡូដោយមានចេញបានដីឡូចុះហត្ថលេខាដោយលោកទេពប៊ុនឆាយអតីតអភិបាលរងទីរួមខេត្តសៀមរាបដីតំបន់នោះក្រោយមករាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ158ចុះថ្ងៃទី25ខែកក្កដាឆ្នាំ2016ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋវិញចំពោះក្បាលដីទាំងឡាយណាដែលអាជ្ញាធរអប្សរាមិនទាន់ដោះស្រាយគោលនយោបាយហើយបានកាន់កាប់អាស្រ័យផលជាក់ស្ដែងលោកឧត្តមសេនីយ៍បានបញ្ជាក់ថាដីរបស់គាត់នៅមិនទាន់បានដោះស្រាយគោលនយោបាយទេប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនបានចេញបានកម្មសិទ្ធិជូនគាត់បែរជាក្លែងឯកសារនិងប្រើប្រាស់ឯកសារក្លែងប្តឹងគាត់ទៅតុលាការខេត្តសៀមរាបថែមទៀតផងលោកឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមទៀតថានៅដំណាក់កាលស៊ើបសួរភាគីរបស់គាត់បានសំណូមពរឲ្យតុលាការចុះទៅវាស់វែងសារជាថ្មីដើម្បីពិនិត្យទីតាំងដីជាក់ស្ដែងថាតើដីរបស់គាត់ប៉ះពាល់កម្មសិទ្ធិសាធារណៈដោយពាក្យបណ្ដឹងរបស់អាជ្ញាធរអប្សរាដែរឬទេហើយតើគាត់បានកាន់កាប់និងធ្វើរបងហុំព័ទ្ធលើដីឡូលេខ571និង577ដែលជាដីឡូរបស់អ្នកដទៃដែរឬទេប៉ុន្តែសាលាដំបងខេត្តសៀមរាបមិនបានអនុញ្ញាតតាមការស្នើសុំបំពេញកិច្ចបែរជាចេញដីកាសម្រេចបដិសេធចោលទើបគាត់បានប្តឹងអូតូលើដីកាសម្រេចរបស់សាលាដំបងខេត្តសៀមរាបហើយនៅថ្ងៃទី3ខែមីនាឆ្នាំ2022សាលាអូតូបាត់ដំបងបានចេញដីកាសភាស៊ើបសួរលេខ29កវិនិច្ឆ័យសេចក្តីបដិសេធចោលដីកាសម្រេចបដិសេធពាក្យសុំបំពេញកិច្ចស៊ើបលេខ3188ចុះថ្ងៃទី23ខែសីហាឆ្នាំ2021របស់សាលាដំបងខេត្តសៀមរាបដោយបង្គាប់មកចៅក្រមស៊ើបសួរ
ួរទទួលបន្ទប់សំណុំរឿងនៃសាលាដំបងខេត្តសៀមរាបឲ្យបំពេញកិច្ចតាមពាក្យសុំបំពេញកិច្ចរបស់ភាគីរបស់គាត់ហើយគាត់បញ្ជាក់បន្ថែមទៀតថាមកទល់ពេលនេះតុលាការនៅមិនទាន់ចុះទៅវាស់វែងតាមការបង្គាប់របស់សាលាអូតូបាត់ដំបងនៅឡើយទេប៉ុន្តែមន្ត្រីខិលខូចមួយចំនួនបែរជានាំគ្នាធ្វើរបាយការណ៍ភូតកុហកមកក្រសួងរៀបចំដែនដីទៅក្រសួងរៀបចំដែនដីធ្វើឲ្យមានការភ័ន្តច្រឡំចេញលិខិតលេខ 2686 ដណដចុះថ្ងៃទី15ខែកញ្ញាឆ្នាំ2025ដែលធ្វើឲ្យប៉ះពាល់សិទ្ធិរបស់គាត់យ៉ាងធ្ងន់ធ្ងរជាទីបំផុតរវាងលិខិតអាជ្ញាធរជាតិអប្សរានិងមន្ទីរដែនដីអាចមានភាពមិនប្រក្រតីរួចបាត់ទៅហើយសូមស្ដាប់ឃ្លីបសម្ភាសន៍ពិសេសនេះអប្សរាបានថ្លែងបន្លំឯកសារប្តឹងខ្ញុំបញ្ហាដីរបស់ខ្ញុំនេះថ្លែងបន្លំទៅតុលាការហើយតុលាការមិនទាន់ដោះស្រាយនៅឡើយទេតុលាការសៀមរាបហើយខ្ញុំក៏ធ្វើជាបណ្ដឹងបន្តទៀតទៅសាលាអូតូបាត់ដំបងសាលាអូតូបានចេញដីកាបង្គាប់មកតុលាការដំបងខេត្តសៀមរាបដើម្បីចុះទៅចាត់ចែងយុទ្ធពិនិត្យវាស់វែងទីតាំងជាក់ស្ដែងប៉ុន្តែមិនបានធ្វើទៅតាមសាលាអូតូទេសាលាដំបងខេត្តសៀមរាបបានជាមិនចុះហើយបែរជានាំគ្នាធ្វើលិខិតបំភាន់ដឹងខ្ញុំមកដល់ក្រសួងដែនដីទៀតជុំវិញករណីខាងលើនេះដែរអង្គភាព TNM មិនអាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធបានទេព្រោះគ្មានលេខទូរស័ព្ទអង្គភាពយើងខ្ញុំរងចាំទទួលការបំភ្លឺរៀងរាល់ម៉ោងរដ្ឋបាលជាចុងក្រោយគ្រួសារកងទ័ពដែលរងគ្រោះនិងជាអ្នកការពារទឹកដីសវណ្ណភូមិបានដោយជោគជ័យតែអកុសលការពារដីផ្ទាល់ខ្លួនឯងមិនបានទៅវិញក៏សូមសំណូមពរដល់ទទូចទៅប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់សូមស្ដាប់ឃ្លីបនាងខ្ញុំសំណុំពរសម្ដេចតេជោហ៊ុនសែនសម្ដេចបវរហ៊ុនម៉ាណែតសូមជួយរកយុត្តិធម៌ឲ្យគ្រួសារនាងខ្ញុំផងគាត់ចូលនិវត្តន៍ហើយអត់មានសល់អីទេមានតែដីទំហំ20 គុណនឹង 8ដែលទិញស្របច្បាប់ហើយកាន់កាប់មកតាំងពីឆ្នាំ1995មកសូមសម្ដេចជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ